បាទធ្លាប់ជួបករណីបែបនេះទេកំពុងតែបើកបរសក់ស្រាប់តែលឺសំឡេងមួយនេះចឹងនេះគឺជាបទពិសោធន៍បើកបរនៅក្នុងរថយន្ត Ford Everest Active ហើយហេតុការណ៍អំបញ្ញមិញនេះគឺជាការឆ្លើយតបទៅលើមុខងារ Pre-Collision Assist ឬក៏មុខងារប្រមានទុកជាមុនពីគ្រោះថ្នាក់ផ្នែកខាងមុខរបស់រថយន្ត Ford Everest Active សំឡេងគឺជាសំឡេងប្រមានហើយសញ្ញាផ្លឹបផ្លែតពណ៌ក្រហមហ្នឹងក៏ជាសញ្ញាប្រមានមុខងារនេះគឺប្រើប្រាស់នៅកាមេរ៉ា sensor ដែលស្ថិតនៅចំកណ្ដាលកញ្ចក់មុខផ្នែកខាងលើដើម្បីធ្វើការចាប់ឧបសគ្គដែលស្ថិតនៅខាងមុខរថយន្តប្រសិនបើគម្លាតទៅកាន់ឧបសគ្គផ្នែកខាងមុខធៀបជាមួយនឹងល្បឿនរបស់រថយន្តស្ថិតនៅក្នុងហានិភ័យគ្រោះថ្នាក់នោះរថយន្តនឹងធ្វើការប្រមានទៅកាន់អ្នកបើកបរនៅក្នុងរូបភាពពីរយ៉ាងទី1ការបន្លឺជាសំឡេងប្រមានហើយទី2ការផ្ដល់ជាសញ្ញាប្រមានដើម្បីឲ្យអ្នកបើកបរធ្វើការប្រុងប្រយ័ត្នក៏ប៉ុន្តែប្រសិនបើអ្នកបើកបរបរាជ័យនៅក្នុងការទប់ស្កាត់គ្រោះថ្នាក់ផ្នែកខាងមុខឬក៏មិនអើពើទៅនឹងការប្រមានរបស់រថយន្តនោះរថយន្តនឹងធ្វើការជន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិដើម្បីបញ្ជៀសបាននូវគ្រោះថ្នាក់ផ្នែកខាងមុខមានអ្វីខ្លះទៀតដែលលោកអ្នកចង់ដឹងអំពីរថយន្ត Ford Everest Active